Hello hello ជំរាបសួរ Shakly family ទាំងអស់គ្នាបាទជំរាបសួរ social media ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចែករំលែករបស់ខ្លះដូចជារោគបរោះហើយនិងមហារីកកលៀនថ្លើមក្រពះឬដងបាតនិងមហារីកពោះវៀនធំអូខេព្រោះខ្ញុំបានចែកម្នាក់គាត់បានឲ្យខ្ញុំចែករំលែកបាទដូច្នេះខ្ញុំសូមចែករំលែករបស់នេះឲ្យបងប្អូនដឹងជាពិសេសនេះចំពោះរោគបរោះបងប្អូនគេហៅសពមេរោនេះណាបាទសពមេរោនេះទូនាទីគឺការពាររោគប្រដាប់ភេទបរោះយើងអូខេខ្ញុំធ្លាប់បានជួយចាស់ច្រើនដែលគាត់កាលណាគាត់ចាស់ទៅគាត់បត់ជើងទី1បត់អត់អស់អូខេបត់អត់អស់ទី2បត់ទៅមានការឈឺចាប់មានការឈឺចាប់និយាយទៅថាបត់ជើងអត់ស្រួលហើយរួចទៅទី3ហ្នឹងគាត់បត់ជើងអត់ដឹងខ្លួនអូខេដូច្នេះហើយរបស់នេះគេហៅសពមេរោនេះហើយគេញ៉ាំគេឲ្យយើងមួយថ្ងៃ2គ្រាប់បងប្អូនក៏ប៉ុន្តែផលិតផលសាទីនេះវាខុសពីផលិតផលដទៃកាលណាបើយើងញ៉ាំ2គ្រាប់តាមដែលគេប្រាប់ទៅដូចថាវាអត់ប្រសើរវាអត់គ្រាន់ណាយើងតម្លើងគ្រាប់អូខេព្រោះរបស់នេះគឺជារបស់ធម្មជាតិសុទ្ធសាធបាទហើយការពាររោគបរោះយើងនឹងធ្វើឲ្យប្រដាប់ភេទរបស់យើងនឹងដើរស្រួលហើយនឹងបត់ជើងតូចល្អកុំឲ្យមានបញ្ហាបាទហើយនឹងការពារផ្លោកនោះយើងនឹងកុំឲ្យមានមហារីកអូខេអានេះចំពោះសពីមេរោនេះអូខេបងប្អូនដូច្នេះហើយបងប្អូនប្រុសយើងហ្នឹងគេត្រូវតែពិសាហើយយើងកុំចាំពិសាពេលដែលយើងមានបញ្ហាបងប្អូនយើងពិសាមុនដែលយើងមានបញ្ហាព្រោះយើងដឹងរាងកាយយើងយូរឆាប់ទេនឹងបែកបាក់មិនអញ្ចឹងដូច្នេះយើងត្រូវបើយើងដឹងរបស់នេះដែលអាចជួយរាងកាយយើងបានណាអូខេរឿងប្រដាប់ភេទបរិះយើងបានណាហើយអ្វីយើងមិនចែករំលែកគ្នាឲ្យដឹងហើយផលិតផលអមនេះបងប្អូនប្រើទៅបងប្អូនពិសាទៅបងប្អូនអត់ចូលចិត្តណាបងប្អូនយកសតសបកទៅឲ្យក្រុមហ៊ុនគេជូនបងប្អូនទាំងអស់បងប្អូនសួរទៅមើលតើបងប្អូនខ្លាចទេអូខេបងប្អូនទៅតាមដានរបស់នេះគេរកឃើញ100ឆ្នាំជាងហើយអូខេបងប្អូននឹងសំខាន់ហើយបងប្អូនណារបស់នេះនៅបងប្អូននៅកាណាដានៅអូស្ត្រាលីអីក៏មានដែរអូខេបងប្អូនអាចបងប្អូនស្រឡាញ់បាទខ្លាចឈឺខ្លាចមានបញ្ហាខាងផ្លោកនោមបរោះជើងហ្នឹងសម្រាប់បន្តភេទរបស់បរិះហ្នឹងនេះរបស់នេះបាទអូខេហើយបន្ទាប់មកខ្ញុំនឹងណែនាំបងប្អូនដែលនៅស្រុកខ្មែរបើបងប្អូននៅស្រុកខ្មែរវិញខ្ញុំចង់ឲ្យបងប្អូនប្រើ4មុខនេះពោះវាថោកហើយវាមានគុណភាពខ្ពស់មួយយ៉ាងទៀតអូខេបងប្អូនដឹងមហារីកតើយើងមានអីការពារមហារីកនេះរាល់នេះការពារមហារីកការពារកលៀនបងប្អូនដឹងហើយកលៀនមែនទេយើងមាន2នៅក្នុងរាងកាយយើងតើបើយើងខូចអត់ដែលខូចម្ដងមួយខូចទាំងពីរមែនទេហើយបងប្អូនសួរដល់បងប្អូនដែលខូចកលៀនណាមួយអាទិត្យទៅពេទ្យ3ដងបងប្អូនសួរថាអ្នកខូចកលៀនសុខស្លាប់ល្អជាងដូច្នេះហើយយើងមានរបស់នេះការពារកលៀនអូខេគេហៅ alfalfa បាទទី2ថ្លើមនេះគេហៅ liver DTX ជួយការពារថ្លើមកុំឲ្យការថ្លើមយើងក្រិនថ្លើមយើងមានខ្លាញ់អីច្រើនអញ្ចឹងណាគេឲ្យយើងញ៉ាំរបស់នេះមួយថ្ងៃ3គ្រាប់បានហើយទី3ក្រពះបងប្អូនដឹងហើយក្រពះយើងដូច transmission ឡានអញ្ចឹងបងប្អូនឃើញឡានយើងកាលណាបើខូចក្រៅពី transmission ពីវាអស់តិចហ្នឹងមែនទេតែបើខូច transmission វិញអ្នកខ្លះសុកចោលទិញថ្មីវិញល្អជាងដូច្នេះហើយរាងកាយយើងត្រូវការកាពះបាទគេហៅថា Opti Flora DI បាទហើយទី4 1 2 3 4គេហៅlet me see គេហៅថា Herblack អូខេ Herblack ហ្នឹងវាការពារឬដងបាតបងប្អូនដឹងហើយមនុស្សយើងទាំងអស់គ្នាអត់មានបងប្អូនណារលួយខ្ញុំដឹងថាបើបងប្អូនដឹងឬដងបាតសាហាវគឺជាជំងឺទី2
នៅក្នុងលោកនេះដែលសាហាវជាងគេឬដួងបានណាហើយឬដួងបាននេះរបស់ប្លង់នេះបងប្អូនពិសាអ្នកដែលអត់ទាន់រីថាយបងប្អូនដែលមិនទាន់រីថាយបងប្អូនធ្វើការរបស់នេះគេឲ្យញ៉ាំពេលយប់ពេលដែលមុនយើងចូលគេងយើងញ៉ាំរបស់នេះដើម្បីឲ្យកម្ចាត់ជាតិពុលនៅក្នុងខ្លួនព្រោះយើងអាហារដែលយើងញ៉ាំយប់ឡើងថ្ងៃឡើងហ្នឹងយើងមិនដឹងអាហារហ្នឹងមានរោគឬមិនមានរោគដូច្នេះប្លាតហ្នឹងវាចូលទៅសម្អាតជាតិពុលនៅក្នុងខ្លួនយើងអស់ហើយការពារឬដួងបាតនិងមហារីកពោះវៀនធំអូខេហើយមួយមុខទៀតខ្ញុំនឹងមួយមុខទៀតគេហៅជំងឺដែលសាហាវជាងគេCOQ hot បងប្អូនដឹងជំងឺដែលសាហាវជាងគេ COQ hot កាំងបេះដូងអូខេ Shaklee ពួកខ្ញុំផលិតផល Shaklee មានដូចគ្នាអូខេដូច្នេះហើយបងប្អូនដែលមានបញ្ហាចង់បានសុខភាពបាទបងប្អូនស្រាវជ្រាវរបស់នេះបាទអូខេហើយរបស់នេះបើសិនជាបងប្អូនគេហៅថា 7 day healthy clean ណា4មុខនេះណាបងប្អូននេះ4មុខនេះគេហៅ7 day healthy cleanse ដូច្នេះគេប្រៀបធៀបថាបើយើងថែរក្សាខ្លួនប្រាំយើងដូចយើងថែរក្សាឡានយើងនឹងមានសុខភាពល្អហើយបងប្អូនដឹងហើយឡានយើងថ្មីជ្រើងមែនទេគេឲ្យដូរប្រេងយើងក៏ដូរភ្លាមមែនទេត្រឹមត្រូវទេត្រឹមត្រូវប៉ុន្តែរាងកាយយើងវិញមិនថាបងប្អូនមិនថាខ្ញុំទេខុសគ្នាបើមិនឈឺមិនទៅពេទ្យមែនណាដូច្នេះយើងត្រូវយើងមកនៅស្រុកគេនេះយើងដឹងជាងសុខចិត្តទៅពេទ្យមុនឈឺអូខេហើយម្យ៉ាងទៀតខ្ញុំឃើញបងប្អូនយើងទាំងអស់គ្នាធ្វើត្រូវច្រើនចំពោះខ្ញុំវិញខ្ញុំចង់ឲ្យបងប្អូនបើបងប្អូនប្រើShakleeបងប្អូននៅក្រុមខ្ញុំទាំងអស់គ្នាណាបងប្អូនទៅពេទ្យគេទៅធ្វើ lab result ទៅធ្វើយកឈាមយកអីដើម្បីដឹងរាងកាយយើងគេថាពីក្បាលដល់ចុងជើងធ្វើ physical check អូខេដើម្បីដឹងរាងកាយយើងថាខ្វះអីលើសអីខ្វះអីដូច្នេះយើងញ៉ាំShakleeតាមដែលกระดาษស្នាមនឹងប្រាប់អូខេដូច្នេះហើយបើបងប្អូនដែលរស់នៅអាមេរិកនិងកាណាដាឬក៏នៅអូស្ត្រាលីអីបងប្អូនចង់ស្គាល់Shakleeបាទតើតើខ្ញុំនឹងប្រាប់ធ្វើម៉េចចំពោះខ្ញុំទិញឲ្យបានថោកអូខេប្រើទៅបើមិនត្រូវធ្វើម៉េចយកលុយឲ្យបងប្អូនបានវិញទី3បើបងប្អូនពិសាទៅត្រូវធ្វើម៉េចរកលុយបានពីផលិតផលShakleeវិញអានេះគឺភារកិច្ចរបស់ខ្ញុំបាទអូខេដូច្នេះហើយបើបងប្អូនចាប់អារម្មណ៍ពីការសិក្សាស្រាវជ្រាវសំខាន់មួយទៀតដូចខ្ញុំនិយាយចឹងរបស់ដែលរោគបុរសសពមេរោអូខេបងប្អូនបរោះយើងនឹងប្រយ័ត្នមែនតើបងប្អូនបាទកុំចាំជឿតែពេលដូច្នេះបងប្អូនហ្នឹងរបស់យើងធ្វើម៉េចឲ្យសុខភាពល្អដើម្បីឲ្យបាទយូរបានយូរទាំងអស់គ្នាអូខេបងប្អូនជម្រាបលាបាទខ្ញុំមានបញ្ហាអីបាទអូខេជម្រាបលាបាយបាយ